បាញ់រះយ៉ាងសាហាវក្នុងសាលារៀនមួយកន្លែងក្នុងខេត្តនន្ទបុរីក្នុងប្រទេសថៃបានបណ្ដាលឲ្យមនុស្សចំនួន7នាក់បានស្លាប់រួមទាំងជនបង្កគណៈមនុស្សប្រមាណជិត20នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាលហេតុការណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី7ខែសីហាឆ្នាំ2026នេះរីឯមូលហេតុពិតប្រាកដនៅពីក្រោយការបាញ់រះនេះនៅមិនទាន់បានដឹងច្បាស់ពិតប្រាកដនៅឡើយផងដែរហេតុការណ៍បាញ់រះយ៉ាងសាហាវក្នុងសាលារៀនមួយកន្លែងក្នុងខេត្តនន្ទបុរីក្នុងប្រទេសថៃបានបណ្ដាលឲ្យមនុស្សចំនួន7នាក់បានស្លាប់រួមទាំងជនបង្កគណៈមនុស្សប្រមាណជិត20នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាលហេតុការណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី7ខែសីហាឆ្នាំ2026នេះរីឯមូលហេតុពិតប្រាកដនៅពីក្រោយការបាញ់រះនេះនៅមិនទាន់បានដឹងច្បាស់ពិតប្រាកដនៅឡើយផងដែរហេតុការណ៍បាញ់រះយ៉ាងសាហាវក្នុងសាលារៀនមួយកន្លែងក្នុងខេត្តនន្ទបុរីក្នុងប្រទេសថៃបានបណ្ដាលឲ្យមនុស្សចំនួន7នាក់បានស្លាប់រួមទាំងជនបង្កគណៈមនុស្សប្រមាណជិត20នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាលហេតុការណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី7ខែសីហាឆ្នាំ2026នេះរីឯមូលហេតុពិតប្រាកដនៅពីក្រោយការបាញ់រះនេះនៅមិនទាន់បានដឹងច្បាស់ពិតប្រាកដនៅឡើយផងដែរហេតុការណ៍បាញ់រះយ៉ាងសាហាវក្នុងសាលារៀនមួយកន្លែងក្នុងខេត្តនន្ទបុរីក្នុងប្រទេសថៃបានបណ្ដាលឲ្យមនុស្សចំនួន7នាក់បានស្លាប់រួមទាំងជនបង្កគណៈមនុស្សប្រមាណជិត20នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាលហេតុការណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី7ខែសីហាឆ្នាំ2026